ខ្ញុំចុះទៅដល់ណាខ្ញុំគ្រាន់តែចុះទៅដល់ខ្ញុំឃើញខ្មោចមិនគេខ្មោចរដុករទេលដូចជាគេសម្រាប់នៅសម័យប៉ុលពតចឹងបងប្អូនដេករត់ហេពេញហ្នឹងខ្លះហៅមកប្រហែលជាទៅមុនខ្ញុំ4 ឬ 5 ថ្ងៃគឺក៏អត់ដឹងទេហ្នឹងហើយអ្នកស្លាប់ទៅអ្នកដែលរបួសនៅនឹងតែគ្មានអ្នកណាជួយអ្នកណាទេបងប្អូនទាំងអស់មនុស្សនិងខ្មោចត្រូវនៅជាមួយគ្នានៅក្នុងគ្រានោះតាមការតាំងពីស្មានរបស់ខ្ញុំនៅពេលខ្ញុំចេញផុតអស់សំថាមនុស្សមិនក្រោម 100000 នាក់ទេដែលស្លាប់ក្នុងទីដែលសារចង់បញ្ជាក់ប្រាប់ពីបញ្ហាក្នុងខ្មោចគឺមានរឿងយ៉ាងនេះដែលយើងមិនអាចមិនឈឺចាប់បានទេខ្មែរស្លាប់នៅក្នុងទីនោះគឺស្លាប់ច្រើនហើយគឺស្លាប់ដោយសារដៃរបស់សៀមនឹងឯងយើងនឹងយកអ្នកឯងទៅពីនេះទៅនៅបាងកកអញ្ចឹងទេវាមានភ្លៀងមានខ្យល់មកទៅនាំឲ្យមានការលំបាកអញ្ចឹងយើងនឹងយកពួកអ្នកឯងនេះទៅនៅបាងកកយើងតែលឺសូសៀមគេថាគេយកទៅនៅបាងកកទាំងគេទាំងខ្ញុំអញ្ចឹងទៅមុនពេលដែលវានាំចេញទៅវាឲ្យដើរលេងបានពីដើមមកដល់ដោសោះទូទៅហ៊ានយកការពារមកចោះដែរពួកខ្ញុំ7 8នាក់ដើរទៅបានតែឡើងវត្តមួយទៅលោកសួរពួកឯងមកពីណាអីពីណីទៅក៏រ៉ាចឹងទៅលោកក៏ប្រាប់តែលោកឲ្យនំន័យថាអញពីដើមខ្មែរទៅអញនៅអូតាគីអីលោកប្រាប់អញ្ចឹងទេហ្នឹងហើយលោកប្រាប់ថាពួកឯងគេចិត្តឲ្យទៅស្រុកវិញហើយប៉ុន្តែគេយកទៅភ្នំដងរែកណាប្រយ័ត្នវើយលោកថាអញ្ចឹងទេចឹងនៅចិត្តដល់ពេលថ្ងៃដែលគេនាំយកចេញទៅពួកបារាំងហ្នឹងឯងទេមិនដឹងថាជើងជាតិអីទេប៉ុន្តែស្គាល់តែបារាំងមិនដឹងថាជើងជាតិអីដល់ដឹងមកតែ4 5នាក់មកហើយនំប៉័ងលោកអ្នកចម្លៃទៅរឿងនំប៉័ងឯងនឹងពួកខ្ញុំបានទទួលនំប៉័ងថាចូលអ្នកហូបដោយប្រុងប្រយ័ត្នរឿងពិតណាអស់លោកខ្ញុំអត់មែនចេះតែនិយាយទេខ្ញុំកាន់សិលតែដល់ស្ថានីយ៍ប្រេងមួយឡានចាប់ផ្ដើមចាក់ប្រេងនៅពេលដែលឡានចាក់ប្រេងនៅក្នុងពេលនោះយើងឃើញប្រជាពលរដ្ឋសៀមមកគេនាំបាយមកបាយបង្អែមទឹករួចហើយយកមកហុចឲ្យគ្រប់គ្នាចឹងប៉ុន្តែគេអត់និយាយទេប៉ុន្តែវាជាកុសលបាយខ្ញុំមានតែចេះនិយាយខ្មែរថាគេឲ្យអ្នកឯងទៅស្រុកវិញហើយប្រយ័ត្ននិយាយប៉ុណ្ណឹងលោកអ្នកសប្បុរសទាំងឡាយអត់និយាយច្រើនទេគាត់និយាយប៉ុណ្ណឹងឯងហើយចឹងទៅក៏ឡើងទៅវិញទៅឡើងឡានហ្នឹងទៅបើកទៅបានបន្តិចប្រហែលជា20នាទីមិនដល់ទេលោកអ្នកសប្បុរសទាំងឡាយក៏ស្រាប់តែឡាននោះបែរក្បាលសន្សឹមទៅកើតយប់ខ្ញុំមិនចាំទេហ្នឹងហើយបែរក្បាលទៅកើតមិនយូរប៉ុន្មានលោកអ្នកទាំងឡាយឡានចុះទៅលើផ្លូវធម្មតាហ្នឹងហើយនេះត្រង់នេះដែលខ្ញុំសង្ស័យថាច្បាស់ណាស់មិនខុសអំពីធរដេការបស់លោកតាម្ចាស់ទ្រង់មានធរដេកាហើយក៏ត្រូវនឹងពាក្យដែលបារាំងប្រាប់ខ្ញុំនោះផងពិសេសថ្មីនេះដែលប្រជាជនថៃថាឲ្យទៅស្រុកវិញខ្ញុំតពេលនេះគឺច្បាស់ 100% នោះគឺខ្ញុំសន្មតថាជាផ្លូវទៅកាន់កម្ពុជានោះបង្រែកមែនទេមេក្រូស្រែកថាអ្នកទាំងអស់គ្នាត្រូវចុះពីឡានឲ្យឆាប់ហើយកុំឡើងមកវិញឲ្យសោះអ្នកណាឡើងមកនឹងត្រូវបាញ់ចោលនេះអស់លោកទាំងឡាយពេលនេះឲ្យដែលយើងទាំងអស់គ្នាសន្លត់ឆ្លងកាត់ទៀតមានពួកទាហានមានអាវខ្លះមានអាវជាទាហានមានខោស៊ីវិលហ្នឹងទៅនេះខ្លះកាន់បេកាន់អាកាដល់ពេលអញ្ចឹងទៅពួកយើងទាំងអស់គ្នាចុះមកហើយវាប្រាប់ឲ្យដើរទៅតាមផ្លូវនោះវាឲ្យផ្លូវដើរទៅបន្តិចទៅបានទៅដល់កន្លែងមួយទំហំដីធំស្រឡះល្វឹងប្រមាណជា1 ហិកតាបាទដែលប៉ាត់ទៅដោយលួសបន្លាច្រើនចន់ហើយមានសម្ពុតខោអាវខ្លះនៅទីនោះរត់រាយហើយទីពីនោះក៏មានកន្លែងដែលគេកប់ខ្មោចថ្មីខ្លះត្រឹមខ្លះទៅឃើញថ្មីខ្លះឃើញចាក់តែជា4 10 ថ្ងៃហ្នឹងឯងទីនោះឯងគឺជាទីកន្លែងដែលគេត្រូវបញ្ជូនពលរដ្ឋដែលរត់ទៅនោះមានប្រាថ្នាចង់ទៅនៅប្រទេសទី3មុនពួកខ្ញុំដើរមកខ្ញុំនឹកឃើញថាសេចក្តីស្លាប់មានមកដល់ពួកយើងហើយដើរចុះមកបងប្អូនទាំងអស់សូមទានមេត្តាជ្រាបទាំងសង្វេគណាស់កន្លែងខ្លះឃើញទៅតែស្លាប់ថ្មីប្រជាជនខ្មែរយើងកន្លែងខ្លះទៀតអត់តាន់ស្លាប់ទេស្រែកទាំងយកខ្ញុំទៅផងអស់លោកគាត់មើលសង្វេគប៉ុណ្ណាចំពោះខ្ញុំលើកដៃសំពះថាខ្ញុំអាចយកអ្នកទៅរួចទេព្រោះមិនដឹងគោលដៅថាទៅខាងណាអញ្ចឹងផ្លូវដើរចុះពីកន្លែងឡានមកប្រមាណជា1 គីឡូផ្លូវទក់ដូចជាយើងដើរមនុស្សរាប់ម៉ឺនសែននាក់ទេខ្ញុំសង្វេគតក់ស្រុតយ៉ាងខ្លាំងក្រៃលែងដើរមកមនុស្សស្លាប់ខ្លះរស់ខ្លះអ្នកពិការខ្លះដែលអាចដើរមិនរួចអីគឺនៅនឹង
អាចនិយាយបានខ្លះដេកត្រូវបានពូយើងដាក់ទឹកដាក់អីឲ្យគាត់ពិសានឹងប៉ុន្តែមិនដឹងថាគាត់ស្លាប់ទៅរស់ហើយពេលយើងដើរមកនៅពេលដែលយើងដើរចម្ងាយប្រមាណជាង1គីឡូដើរមកនោះគាត់ស្រាប់តែខ្ញុំនិងពួកខ្ញុំទាំងអស់គ្នាឮសូរសន្ធឹកហ្មងទៅយើងឮសូរសំឡេងផ្ទុះក្របបែកម្ដងកន្លែងនោះគឺផ្ទុះក្របបែកតាមដំណឹងថាសៀមយុទ្ធនៈនឹងហើយឲ្យយើងចុះទៅហ្នឹងរឿងពិតទេនាំគ្នាចុះទៅប៉ុន្តែមិនមានអ្វីចុះទេគឺយើងចុះតាមដើមឈើចុះតាមពួរឈើធ្វើចណ្ដើស្វាយធ្វើអីហ្នឹងព្រោះផ្លូវពីកន្លែងនោះទៅគឺដាច់ថ្មិលដូចជាយើងច្រាំងចោលចឹងមិនអាចចុះឲ្យបាននាំគ្នាចុះតូតទៅទៀតបានទៅចិត្តមែនទេគិតទៅកម្ពស់ប្រហែលជា10 ឬ 20 ម៉ែត្របានយើងមើលទៅឃើញសុទ្ធតែមនុស្សសំឡេងកឹកកងសំឡេងស្រែកខោត្រហោយំយើងឮសូរដូចជាសំឡេងទឹកហូរតាមពិតមិនមែនគឺជាសំឡេងមនុស្សយ៉ាងច្រើនជាទីបំផុតហើយយើងក៏ឮសូរសំឡេងផ្ទុះជាប្រកដីមែនកន្លែងដែលគេឲ្យយើងចុះទៅមានទង់មួយធំណាស់ទេទង់ពោសទៅតឹងប្រមាណជា3 ម៉ែត្រនឹងឲ្យបណ្ដោយ5 ម៉ែត្រវាដោតនៅលើដើមឈើប៉ុន្តែនៅក្បែរនោះគឺប្រហែលជាសិតតែក្របបែកព្រោះមនុស្សស្លាប់ច្រើនណាស់ខ្ញុំទៅទេខ្ញុំចុះទៅដល់ខ្ញុំគ្រាន់តែចុះទៅដល់ខ្ញុំឃើញខ្មោចមិនគេខ្មោចរណោករទេលដូចជាគេសម្លាប់នៅក្នុងសម័យប៉ុលពតចឹងបងប្អូនដេករដ្ឋាភិបាលពេញហ្នឹងខ្លះហើមហើយប្រហែលជាទៅមុនខ្ញុំ4 ឬ 5 ថ្ងៃគឺគាត់អត់ដឹងទេហ្នឹងហើយពីព្រោះដំណើរនៃការទៅនេះមិនទៅរួមគ្នាទេខ្ញុំប្រហែលទៅក្រោយទេតែត្រូវពួកវាដឹងតែខ្ញុំចុះទៅទៀតចុះទៅដល់ខ្ញុំប្រាប់មិត្តភ័ក្តិរបស់ខ្ញុំទាំងអស់គ្នាថាយើងអត់ត្រូវដើរទៅកន្លែងណាដែលមីនមិនតាន់ធ្វើទេពីព្រោះដឹងថាសិតតែជាចំការមីនហើយបន្តិចទៀតលើសូបទុះអូភក់លើសូបឹងអញ្ចឹងទៅស្លាប់ប្រមាណអ្នកទៅខ្លះស្រែកមកប៉ុន្តែអ្នកក្នុងអ្នកទៅអ្នកស្លាប់ទៅអ្នកដែលរបួសនៅនឹងទៅគ្មានអ្នកណាជួយអ្នកណាទេបងប្អូនទាំងអស់មនុស្សនិងខ្មោចត្រូវនៅជាមួយគ្នានៅក្នុងពេលហ្នឹងណាមនុស្សនិងខ្មោចក៏នៅជាមួយគ្នាណានៅក្នុងពេលឯងមិនយូរប្រហែលយប់មកដល់ខ្ញុំដេកនៅក្នុងទីនោះនេះគឺជារឿងពិតខ្ញុំដេក4 នាក់ទល់ខ្នងគ្នាយកខ្នងទល់គ្នាណាបាទយកខ្នងអង្គុយទល់គ្នាដេកបើកភ្នែកស្មានណាក៏ឃើញខ្មោចនៅក្នុងទីចំពោះមុខខ្ញុំដែរបងប្អូនអត់ជឿទេមិត្តភក្តិមិត្តអតីតទៀតក៏ដូចគ្នាហើយបងប្អូនវិជាប្រដ្ឋនៅជុំវិញហ្នឹងដែរដូចគ្នាទាំងអស់គាត់ដេកយ៉ាងម៉េចយើងបានដឹងនៅពេលដែលយើងអត់បានទៅសង្កេតពិនិត្យមើលដល់ណាដេកយ៉ាងម៉េចយ៉ាងណាយ៉ាងម៉េចគឺអត់មានទេគឺធ្វើយ៉ាងណារោគតែសេចក្តីសុខរៀងនឹងខ្លួនណានឹកសម្បូររំដល់គុណម៉ែគុណឪសពសារពើអស់ហើយទៅបន្តិចទៅអ្នកណាដែលឈ្មោះលោកការរកកន្លែងស្រួលដេកលើសោកទុះមានភោគឡើងស្រែកអូយ៉ាងទៅហើយអ្នកណាសសល់ទៅលិចទៅកើតទុះមាននៅក្នុងគ្រានោះតាមការកាន់ស្មានរបស់ខ្ញុំនៅពេលដែលខ្ញុំចេញផុតមកខ្ញុំថាមនុស្សមិនក្រោម100000នាក់ទេដែលស្លាប់ក្នុងទីនោះកន្លងមកតែស្អែកឡើងភ្លឺឡើងយើងអត់មានអីលុបមុខលុបមាត់អីទេបងប្អូនទាំងអស់ទឹកគឺសុទ្ធតែឈាមស្អុយតែសាខ្មោចស្អុយពេញព្រៃទាំងអស់ដល់ទីបំផុតសួរថាពួកខ្ញុំផឹកទឹកឯណាផឹកទឹកនៅឯងបងប្អូនទាំងអស់បងប្អូនមិនជឿខ្ញុំបើយើងមិនផឹកបានផឹកស្រីឃ្លានពេកផឹកទឹកមានរឿងច្រើនទៀតប៉ុន្តែខ្ញុំអត់និយាយច្រើនទេដោយសារចង់បញ្ជាក់ប្រាប់ពីបញ្ហាភ្នំខ្មោចគឺមានរឿងយ៉ាងនេះដែលយើងមិនអាចមិនឈឺចាក់បានទេខ្មែរស្លាប់នៅក្នុងទីនោះគឺស្លាប់ច្រើនណាស់គឺស្លាប់ដោយសារដៃរបស់សៀមនឹងឯងប៉ុន្តែប៉ុណ្ណោះតើសោទេនេះអាស្លាប់ដែលមិនបានចុះមកមានខ្លះម្ដាយចោលកូនចោលម្ដាយយ៉ាងណាយ៉ាងណាខ្ញុំបានពីពូនេះខាងដើមមានច្រើននៅក្នុងពេលដែលផ្លូវយើងធ្វើដំណើរមកនឹងយើងមិនអាចជួយឲ្យបានណាទោះបីគាត់លើកដៃសំពេចយើងយ៉ាងណាយើងមានចិត្តធ្វើយ៉ាងណាក៏ដោយចេះយើងយកយ៉ាងណាបើយើងអត់មានគោលដៅយើងមិនដឹងយើងមកយ៉ាងម៉េចរួចអ្នកទាំងអស់នោះក៏ស្លាប់បន្តិចទេនៅលើផ្លូវដែលចុះមកហ្នឹងប៉ុន្តែនៅកន្លែងដែលចុះមកដល់កន្លែងបរិវេណដីធំប្រមាណជា3-4 ហិកតាហ្នឹងគឺសុទ្ធតែខ្មោចទាំងអស់គ្មានតាណាមិនមានខ្មោចទេដោយសារតែការរកកន្លែងសម្រាប់ទុះមីនដែលពួកវាដាក់មិនតិចក្រាបទេទុំមានធ្វើឲ្យស្លាប់គោលើគ្នានៅក្នុងទីនេះឯងនេះឯងជារឿងមួយដែលយើងមានសេចក្តីសោកស្នាជាទីបំផុតនេះសម្រាប់អស់លោកដែលលោកមិនបានទៅទីនោះប៉ុន្តែបើអស់លោកបានទៅទីនោះលោកនឹងបានឃើញទស្សនវិជ្ជានឹងទោះបីជាលោកមិនដឹងពុស្នាក៏លោកបានឃើញទស្សនវិជ្ជានឹងយ៉ាងពិតប្រាកដតែគួរយើងទាំងអស់គ្នាជឿចាប់យ៉ាងខ្លាំងក្រៃលែងឯងដែលគេឲ្យឈ្មោះថាភ្នំខ្មោចចាក់តាំងពីពេលនោះមក